ម៉ូតសក់សេរីឆ្នាំ2000ឬក៏ម៉ូតសក់ដែលអីគេនិយមថាមានកន្ទុយបាសដូចសេះអញ្ចឹងណាគេនៅពេញនិយមទៀតអត់ខ្ញុំអត់ដឹងដែរប៉ុន្តែសម្រាប់ខ្ញុំនៅតែធ្វើដោយសារតែវារៀងខ្ជិះខ្ជូតអីចឹងណាតោះថ្ងៃហ្នឹងខ្ញុំមកបង្ហាញអ្នកនរគ្នាចងសក់បែប style បៀបកន្ទុយសេះបាសអីចឹងទៅកាហ្វេទៅ dating អីថតរូបស្អាតៗណាអញ្ចឹងជាដំបូងអ្នកនរគ្នាចងសក់ពាក់កណ្ដាលហើយច្បត់វាចុងក្រោយច្បត់វាដើម្បីចេញកន្ទុយសេះណាហើយសម្រាប់សក់ខាងមុខនេះគឺយើងអត់លើកវាចងដំបូងជាមួយគ្នាទេយើងអត់ចង់ឃើញថ្ងាសធំហ្នឹងសម្រាប់អ្នកថ្ងាសធំយើងអាចធ្វើម៉ូតសក់នេះយើងបិទថ្ងាសដែរបន្ទាប់មកយើងវែកវាយកមកចងខាងក្រោយចឹងមកហើយអានេះខ្ញុំចងសក់រៀងអត់សូវស្អាតដោយសល់បន្តិចប៉ុន្តែអត់អីទេដោយសារម៉ូតសក់ហ្នឹងវាទៅកន្ទុយសេះវាត្រូវការបាសអញ្ចឹងយើងបត់វាឡើងលើយើងត្រូវការទៅគៀបខ្មៅមួយយកវាមកគៀបនេះបងប្អូនគៀបចឹងមកអញ្ចឹងវាមានកន្ទុយបាសបែបពីក្រោយមើលទៅឃើញអញ្ចឹងតែពីមុខវាឃើញទៅបាសចាស់ហើយអាម៉ូតសក់ហ្នឹងចោលអត់បានទេគឺជើងសក់អញ្ចឹងត្រូវសេរីជើងសក់ត្រូវមានចំហួយមានចរាយមានអីមកដើម្បីឲ្យវារៀង clean តិចតិចតែវាអត់ clean ខ្លាំងទេហើយបង្កើនភាពខ្ជូតដោយដាក់តាគៀបមួយមកជាការស្រេចប៉ុណ្ណឹងមកយើងសេរីជើងសក់ឯម្ដងទៀតតោះទៅ dating មួយខ្ញុំថ្ងៃហ្នឹងយើងធ្វើខ្លួនបែបសាបទៅញ៉ាំកាហ្វេអ្នកនរគ្នាទាយមើលកាហ្វេនៅណាដឹងថាកាហ្វេនៅណាអត់អរគុណបាយបាយ